រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ27យកមកបង្ហាញលំហាត់ទី16ចូលគណនាមុំ x ចឹងគេឲ្យត្រីកោណនេះដែលមានមុំនេះមុំ x មុំនេះស្មើ80មុំក្រោមនេះ9ហើយមុំនេះ30និងមុំខាងក្រោមអត់ដឹងដើម្បីរកមុំ x ឃើញតើយើងរកមុំនេះឃើញសិននេះមុំ30បូកនឹងមុំតូចនេះឃើញប្រមាណដើម្បីរកមុំនឹងឃើញតើយើងរកអាតូចនេះឃើញសិនអញ្ចឹងមុំតូចនេះយើងអាចរកឃើញព្រោះដឹងមួយមុំមួយស្មើ8មុំមួយស្មើ9អញ្ចឹងយើងរកឃើញបន្ទាប់យើងរកមុំ2នឹងចូលគ្នាទៅយើងនឹងរកឃើញមុំ x អញ្ចឹងមើលការបកស្រាយទាំងអស់គ្នាមុំ80បូកមុំ9បូកនឹងមុំ y អងនេះមុំ y អងស្មើ108មូលហេតុអីជាផលបូកមុំក្នុងនៃត្រីកោណអញ្ចឹងយើងអាចទាញមុំ y មុំ y ស្មើនឹង108ដកឲ្យផលបូកនៃមុំ2នេះដកឲ្យផលបូកមុំ2នេះមុំ y អងមុំ80បូក9 8បូក9ស្មើ107 108ដក107សល់10ដឺក្រេអញ្ចឹងមុំតូចនេះ y អងនេះស្មើ10ឃើញមុំនឹងស្មើ10ហើយអញ្ចឹងយើងរកមុំទាំងមូលនេះចាត់ទុកថាមុំ y ចុះមុំ y ស្មើមុំ y អងបូកមុំ30អញ្ចឹង y អងស្មើ10 10បូក30 40អញ្ចឹងមុំ y នេះទាំងអស់នេះស្មើ40យើងអាចរកមុំ x ឃើញមុំ x បូកនឹងមុំ9បូកនឹងមុំ y ស្មើ108ជាផលបូកមុំក្នុងនៃត្រីកោណដូច្នេះយើងបាននាំឲ្យយើងបាន y ស្មើ108ដកឲ្យ90បូក y នេះ90នេះដកឲ្យ y 90ស្មើ9 y ស្មើ40 9បូក40ស្មើ130 108ដក130ស្មើ50នៅសល់50ដូច្នេះមុំ x ដែលយើងរកនេះគឺស្មើ50ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា